Nẹ mô tát sạ phê cơ lẹ tàu a ra hạ tàu samma sambuddhassa. Nẹ mô tát sạ phê cơ lẹ tàu a ra hạ tàu samma sambuddhassa. Nẹ mô tát sạ phê cơ lẹ tàu a ra hạ tàu samma sambuddhassa. ខ្ញុំព្រះអង្គម្ចាស់សូមនមស្ការថ្វាយបង្គំដល់ព្រះករុណាជាម្ចាស់គ្រប់ព្រះអង្គទាំងអស់ដែលជាព្រះសង្ឃសាវករបស់ព្រះតមានគ្រប់ជានិងខ្ញុំបានសូមគោរពដល់ញាតិញោមបងប្អូនពុទ្ធបរិស័ទទាំងអស់និងសូមអនុមោទនាដល់សទ្ធាជ្រះថ្លាកុសលចេតនាដែលមានឧបនិស្ស័យជាបច្ច័យដែលតាក់តែងកុសលធម៌ទាំងអស់ឲ្យបានកើតឡើងមានកម្លាំងប្រតិទិជាទីពឹងសម្រាប់ជីវិតរៀងខ្លួនហើយជាពិសេសសូមអនុមោទនាដល់ការព្យាយាមបង្រៀននៅព្រះធម៌របស់លោកគ្រូបងដែលបានបង្ហាត់បង្រៀននៅព្រះអភិធម្មដើម្បីឲ្យបានយល់អំពីសេចក្តីពិតនៃជីវិតរបស់យើងគ្រប់គ្នាព្រោះថាព្រះធម៌ដែលព្រះអង្គទ្រង់ត្រាស់សម្ដែងក៏គឺជាការដែលព្រះអង្គទ្រង់ត្រាស់នៅជីវិតរបស់សត្វលោកសំដីនៅក្នុងលក្ខណៈនៃសភាវៈធម៌ដែលជាសាមញ្ញលក្ខណៈក៏គឺជាជីវិតប្រកបប្រចាំថ្ងៃដែលប្រព្រឹត្តទៅទោះជាជីវិតនោះប្រព្រឹត្តទៅដោយសភាវៈណាជាធម្មតាក៏សភាវៈនោះទ្រង់ត្រាស់សម្ដែងដោយលក្ខណៈ3គឺអនិច្ចំទុក្ខំអនត្តាដូចជាការប្រព្រឹត្តទៅនៃវិថីចិត្តតាមផ្លូវភ្នែកក្នុងការឃើញរូបក៏ក្នុងលក្ខណៈមិនទៀងជាទុក្ខនិងជាអនត្តាវិថីចិត្តដែលប្រព្រឹត្តទៅតាមផ្លូវត្រចៀកផ្លូវច្រមុះផ្លូវដាតផ្លូវកាយផ្លូវចិត្តយ៉ាងណាគឺទ្រង់ត្រាស់នៅលក្ខណៈមិនទៀងជាទុក្ខនិងជាអនត្តាគ្រប់សង្ខារធម៌ទាំងអស់សំបីរូបកាយនេះដែលប្រកបដោយមហាភូតរូប4មានធាតុដីធាតុទឹកធាតុភ្លើងធាតុខ្យល់និងឧបាទេយរូបគឺរូបអាស្រ័យនឹងមហាភូតរូប4ហ្នឹងមានការចម្រើនឡើងដោយជាតិបាយនិងនំតាំងពីនៅក្នុងផ្ទៃនៃមាតាសំដីមានការថែទាំរក្សាគក់ច្របាច់បបោះអែលទំនុកបំរុងឧបត្ថម្ភយ៉ាងណាក៏គង់តែមានការបែកធ្លាយទៅអស់ទៅសូន្យទៅនឹងចំណែកវិញ្ញាណដែលអាស្រ័យនៅនឹងកាយនេះព្រោះមានវត្ថុរូបជាទីអាស្រ័យវិញ្ញាណនឹងក៏ពុំមែនជាសត្វជាបុគ្គលឡើយរមែងប្រព្រឹត្តទៅក្នុងលក្ខណៈមិនទៀងជាទុក្ខនិងជាអនត្តាដូច្នេះការអប់រំចម្រើននៅសតិប្បដ្ឋានវិបស្សនាក៏គឺជាការរលឹកការសិក្សានៅសភាវៈធម៌ដែលកើតឡើងប្រហែលបច្ច័យហើយកំពុងប្រកបដែលមិនអាចកែប្រែដូរផ្លាស់នៅសភាវៈពិតហ្នឹងឲ្យខុសអំពីដែលកំពុងប្រកបឲ្យទៅជាយ៉ាងដទៃក៏មិនបាននឹងគឺជាសច្ចធម៌ការដែលកំណត់ដឹងនៅសច្ចធម៌ដោយបញ្ញាដ៏ប្រពៃរមែងរួចផុតអំពីសេចក្តីទុក្ខក្នុងវដ្តសង្សារនេះបានព្រោះមានការលះបង់នៅតណ្ហាដែលជាទុក្ខសមុទយៈកណាគុណចាស់ញាតិញោមទាំងការអប់រំចម្រើនសតិប្បដ្ឋានវិបស្សនាគឺមិនខ្វាយខ្វល់មិនរវល់មិនលំបាក
ដោយគំនិតគិតថានឹងឲ្យខ្លួននឹងបាននៅធម៌ប្រព្រឹត្តបរិបត្តិយ៉ាងណាតទៅអនាគតដែលជាផលនៃការបរិបត្តិទេគឺផលអានិសង្សប្រយោជន៍នៃការអប់រំសតិប្បដ្ឋានគឺតនពេលដែលមានសតិក្នុងពេលនោះក៏កំចាត់បងនៅសេចក្តីប្រកាន់សភាវៈធម៌ពិតថាជាសត្វបកលទូខ្លួននេះជាប្រយោជន៍អានិសង្សដែលត្រូវបានឃើញច្បាស់ក្នុងបច្ចុប្បន្នសុភាពនៃធម៌ទាំងឡាយដែលកើតឡើងគឺប្រកាសណាគុណចាស់ញាតិញោមពុំបានធ្វើធម៌នឹងឲ្យកើតឡើងដោយខ្លួនឯងទេនឹងដូច្នេះប្រកាសណាគុណចាស់ញាតិញោមនឹងអាចដើម្បីរួចខ្លួនបាននៅត្រង់ដែលមានបញ្ញាដឹងច្បាស់ថាគ្រប់ធម៌ទាំងអស់ដែលកើតឡើងក្នុងជីវិតប្រចាំថ្ងៃហ្នឹងមិនមែនខ្លួនឯងនឹងអ្នកធ្វើនៅធម៌ហ្នឹងឲ្យកើតឡើងឡើយនេះឈ្មោះថាការដែលធ្លាប់ប្រកាន់នៅសង្ខារធម៌អំពីមុននឹងមកគឺជាការទទួលនៅខណ្ឌភារៈគឺទឹកងន់នៃខណ្ឌដោយសេចក្តីប្រកាន់នឹងសេចក្តីប្រកាន់ខណ្ឌហ្នឹងឈ្មោះថារែកទូលលីសែងនៅខណ្ឌហ្នឹងមានខណ្ឌហ្នឹងជាភារៈធ្ងន់ក្នុងវដ្តសង្សារដល់តែបានដឹងថារបស់ណាដែលកើតអំពីហេតុបច្ច័យមានរឿងអីដើម្បីនឹងកថាហួងហែងដើម្បីនឹងប្រកាន់ថាជារបស់យើងបើយើងពុំបានធ្វើនៅធម៌ហ្នឹងឲ្យកើតឡើងដោយខ្លួនឯងផងក្នុងវត្តដាក់នេះគ្រប់ពេលវេលាគ្រប់កាលគ្រប់សម័យពុំមានអ្វីដែលថាជាខ្លួនយើងជាអ្នកធ្វើធម៌ហ្នឹងឲ្យកើតឡើងបានដល់ចិត្តបានដល់ចេតសិកហើយនឹងរូបទាំងដែលអ្នកដទៃក៏មិនបានធ្វើឲ្យយើងដែរនឹងដូច្នេះដែលថាយើងក្នុងទីនេះក៏គ្រាន់តែជាការសន្មត់ទៅលើចិត្តចេតសិកនិងរូបដែលបានកើតអំពីហេតុបច្ច័យនឹងឯងឲ្យថាមានសភាវៈអីជាខ្លួនយើងដើម្បីនឹងជាម្ចាស់នៃសភាវៈធម៌គឺអត់មានហើយនឹងថាមានសភាវៈអីជាខ្លួនយើងដើម្បីបង្កើតសភាវៈធម៌ឲ្យខ្លួនឯងក៏អត់នឹងថាអ្នកដទៃណាធ្វើឲ្យក៏អត់ដែរប្រកាសណាគុណម្ចាស់ចឹងណាគូដើម្បីបានច្បាស់ព្រោះថាកាលណាបើមិនទៅតាមផ្លូវកណ្ដាលគឺត្រាស់ដឹងនៅធម៌ដែលកើតអំពីហេតុទេរមែងប្រកាន់ដោយចំណែកពីរយ៉ាងគឺប្រកាន់ថាអ្វីខ្លួនឯងជាអ្នកធ្វើឲ្យខ្លួនឯងឬម្យ៉ាងទៀតរមែងមានសេចក្តីប្រកាន់ថាអ្វីហ្នឹងអ្នកដទៃធ្វើឲ្យព្រោះតែប្រកាន់រូបថាជាខ្លួនវេទនាថាជាខ្លួនសញ្ញាថាជាខ្លួនសង្ខារខណ្ឌថាជាខ្លួនវិញ្ញាណខណ្ឌថាជាខ្លួនហ្នឹងទៅមានខ្លួនហ្នឹងដើម្បីទទួលនៅអ្វីដែលថាអ្នកដទៃហ្នឹងធ្វើឲ្យនឹងហើយក៏អាចដើម្បីខឹងក្រោតទៅឬក៏ភ័យខ្លាចទៅនៅពេលដែលគិតថាអ្នកដទៃនឹងឯងបៀតបៀនអ្នកដទៃនឹងវាយអ្នកដទៃនឹងប្រហារអ្នកដទៃធ្វើនៅអំពើមិនជាប្រយោជន៍ណាឲ្យដល់ខ្លួនតែតាមពិតបើខ្លួនយើងមិនមានក្នុងរូបវេទនាសញ្ញាសង្ខារវិញ្ញាណហើយនោះតើមានអ្នកដទៃបៀតបៀនប្រកាសណាគុណចាស់ញាតិញោមប្រុសស្រីបានដែរឬទេតើអ្នកណាអាចតម្លៃបៀតបៀនគុណចាស់ញាតិញោមបានសូម្បីមានចិត្តបានដែលមានរិទ្ធដ៏ខ្លាំងក្លាយ៉ាងណាក៏មិនអាចបៀតបៀនប្រកាសណាគុណចាស់ញាតិញោមបានដែរព្រោះហេតុតែប្រកាសណាគុណចាស់ញាតិញោមនឹងមិនមាននៅក្នុងចិត្តចេតសិកនិងរូបនឹងកណាគុណម្ចាស់ទៀតណាស្ដាប់ធម៌ទៅពីរស់ចូលចិត្តព្រោះតែអាស្រ័យការប្រព្រឹត្តបដិបត្តិតាមព្រះធម៌ហ្នឹងអត់ទេហត់ហាមអ្នកដទៃបានវាយយើងមួយដៃសេចក្តីភ័យខ្លាចឬការខឹងក្រោធក៏កើតឡើងចំពោះអ្នកដទៃដោយសេចក្តីគិតថាអ្នកដទៃហ្នឹងបានវាយយើងឬថាអ្នកដទៃហ្នឹងបានជេរយើងប៉ុន្តែក្នុងការរលឹកក្នុងការសិក្សានៅសភាវៈធម៌តាមសេចក្តីពិតតើមានអ្នកដទៃអាចដើម្បី
ធ្វើអ្វីឲ្យដល់យើងបានខ្លះនៅពេលដែលគេវាយយើងនឹងមានកាយប្រសាទបាក់ទុកនឹងផោតថាពៈកាយវិញ្ញាណកើតឡើងដឹងនៅផោតថាពៈនោះតើអ្នកដទៃធ្វើកាយប្រសាទឲ្យយើងបានទេហ្នឹងដើម្បីនឹងទៅបាក់ទុកផោតថាពៈនោះទាំងដែលផោតថាពៈនោះក៏ត្រឹមតែលក្ខណៈដីគឺបថវ័យហ្នឹងភ្លើងគឺទេជោហ្នឹងខ្យល់គឺវាយោហ្នឹងតែប៉ុណ្្នឹងសត្វបកលក្នុងផោតថាពៈពុំមាននឹងថាបុគ្គលណាជាអ្នកធ្វើផោតថាពៈនោះក៏ពុំមានឡើយហើយចំពោះកាយវិញ្ញាណដែលកើតឡើងដឹងនៅផោតថាពៈហ្នឹងតើអ្នកដទៃណាដើម្បីធ្វើកាយវិញ្ញាណឲ្យយើងដើម្បីទទួលដឹងផោតថាពៈដូច្នេះទៅមិនគួរយល់ឃើញថាមានអ្នកដទៃធ្វើអ្វីណាមួយឲ្យយើងឡើងព្រោះកាយវិញ្ញាណកើតឡើងព្រោះអាស្រ័យកាយប្រសាទប៉ះទុកនឹងផោតថាពៈតែប៉ុណ្ណោះនឹងគ្រប់ទ្វារទាំងអស់គ្មានអ្វីដែលថាអ្នកដទៃធ្វើឲ្យយើងទេសំបីតែខ្លួនយើងក៏មិនដឹងជាថាធ្វើអ្វីឲ្យខ្លួនយើងបានដែរវាមានតែទិដ្ឋិកើតឡើងប្រកម្មនៅធัวដែលកើតអំពីហេតុហ្នឹងថាជាខ្លួនហើយថាជារបស់ខ្លួនតែប៉ុណ្ណោះដែលថាឲ្យមានយើងជាសត្វជាបុគ្គលជាអ្នកបង្កើតនៅអ្វីអ្វីក្នុងសុភាវៈធัวឯណានេះមួយនោះគឺពុំមានឡើយកណ្ណាគុណម្ចាស់ញាតិញោមបងប្អូនទាំងដូច្នេះពុំមានអ្នកដទៃណាធ្វើអ្វីឲ្យដល់យើងបានឡើយកាលណាបើកណ្ណាគុណម្ចាស់បានជ្រាបបានដឹងច្បាស់ហើយក៏បន្តបងនៅការភ័យខ្លាចនឹងឬកាត់បន្ថយនៅការខឹងក្រោធព្រោះថាជីវិតដែលប្រព្រឹត្តទៅដោយខណ្ឌបញ្ចកៈនេះរមែងសម្រាប់ដោយហេតុបច្ច័យនៃខណ្ឌបញ្ចកៈនោះដែលជាការប្រព្រឹត្តទៅនៃបរមត្តសច្ចៈគឺជាសេចក្តីពិតដោយហេតុនិងផលដែលសេចក្តីពិតនេះយុត្តិធម៌ជាទីបំផុតដែលមិនលំអៀងដោយសត្វបកលខ្លួនយើងឬអ្នកដទៃណាគឺថាត្រឹមត្រូវដោយហេតុនិងផលដូច្នេះកណ្ណាគុណចាស់ញាតិញោមមិនឆ្ងល់មិនសង្ស័យនៅក្នុងសុភាវៈធម៌ដែលកើតមានជាប្រកដីនៃជីវិតប្រចាំថ្ងៃនឹងឡើយព្រោះថាកាលដែលកើតឡើងហើយក៏ត្រូវតែកើតនឹងឯងកាលដែលវិនិច្ឆ័យទៅប្រែប្រួលទៅក៏ត្រូវទៅវិនិច្ឆ័យទៅប្រែប្រួលទៅជាធម្មតាហើយម្យ៉ាងទៀតការអប់រំចម្រើនស្ថិតឋានវិបស្សនារមែងឃើញការដែលគ្រោះថ្នាក់សំខាន់ក្នុងជីវិតគឺនៅលើកិលេសដែលអាចមានឱកាសដកខាត់នៅកិលេសដែលជាច្រេះស្នឹមរុំសន្តាននៅចិត្តនៃខ្លួនឯងមិនភ្ញាក់ផ្អើលអីជាមួយនឹងអ្នកដទៃខ្លាំងពេកទេពីព្រោះថាអ្នកដទៃនោះដែលសន្មតថាជាបុគ្គលកាយបុគ្គលអាក្រក់ឬថាជាបុគ្គលប្រភេទណាមិនមែនថាបុគ្គលនឹងឯងរំខានយើងដោយកិលេសក្នុងសន្តានរបស់យើងឡើយមិនមានគួរអីដែលគួរឲ្យយើងភ្ញាក់ផ្អើលនឹងសត្វបុគ្គលណាឲ្យខ្លាំងក្លាជាជាងកិលេសក្នុងចិត្តរបស់យើងដែលតែងតែរំខានកុសលធម៌យើងក្នុងជីវិតប្រចាំថ្ងៃជួនរំខានឲ្យខ្ជិលស្ដាប់ធម៌ជួនកាលនឹងក៏រំខានឲ្យខ្ជិលបំពេញបុណ្យកុសលជួននឹងក៏រំខានមិនឲ្យដើម្បីដឹងគុណមេត្តាបិតាសពគ្រប់ប្រការនឹងគឺថាជាការរំខានដល់អាក្រក់ដែលអាចនាំទៅកម្មអបាយភូមិក៏បាននឹងណាទៀតអាចតម្ដីឲ្យអស់លៀបអស់យកយ៉ាងណាក្នុងបច្ចុប្បន្នហ្នឹងក៏ប្រព្រឹត្តទៅបានទាំងអស់នឹងអាចតម្ដីបន្តវត្តសង្សារដែលពោពេញទៅដោយសេចក្តីទុក្ខសពគ្រប់ប្រការដោយសារការរំខានអំពីកិលេសដូច្នេះគួរតែកាត់បន្ថយនៅការតោះចិត្តចំពោះបុគ្គលដទៃហើយពិចារណាកិលេសក្នុងជីវិតប្រចាំថ្ងៃដែលជាគ្រឿងរំខាននឹងទៅអាចដើម្បីមានឧស្សាហៈគឺវិរិយៈក្តីជាយាមនៅក្នុងការស្ដាប់ធម៌នៅក្នុងការពិចារណាធម៌ហើយសង្វេគដកស្លុតក្នុងវដ្តសង្សារដែលមិនអាចឃើញថាបាននៅទីពឹងទីកក់ក្ដៅអ្វីអំពីណាក្រៅអំពីការលះបង់កិលេសក្នុងសន្តានខ្លួនឯងតែប៉ុណ្ណោះ
nâng chẳng được cho nên cứ chỉ ca sừng rùm tam phơi chết để mình chuẩn bị tệ tên nâng sập và cớ để ở tế xong đây để luôn ai sắp xa nơi tạo ra mặt thua tiền hay bàn sẽ đập nơiប្រវត្តិរឿងរ៉ាវរបស់ព្រះសាវកនៃព្រះដ៏មានប្រភាកដែលជាភិក្ខុភិក្ខុនីបាសកបាសិកាពុទ្ធបរិស័ទនឹងប្រព្រឹត្តទៅយ៉ាងណាហើយនឹងព្រះធម្មវិសេសទេសនារបស់ព្រះសាស្តាបរមគ្រូញ៉ាំងសេចក្តីជ្រះថ្លាឲ្យចម្រើនណាកាន់តែមានការសន្តោចិត្តផុតរបូតរួចអំពីបាបកម្មបាបអកុសលធម៌នឹងហើយឆ្ងាយអំពីចិត្តបាបឆ្ងាយអំពីចិត្តអាក្រក់នឹងចឹងដូច្នេះការតាំងនៅក្នុងតត្រៃសរណគមនេះគឺពិតជាការតាំងនៅក្នុងទីតាំងមួយដែលនាំឲ្យបានសម្រេចប្រយោជន៍ដល់ខ្លួនឯងចឹងទាំងដូច្នេះកណាគុណម្ចាស់ញាតិញោមនឹងបានស្ដាប់ប្រវត្តិរឿងរ៉ាវបន្តហើយនឹងបញ្ជាប់អំពីព្រះកស្សបៈថេរៈទាំងក្នុងការដែលបានឧបសម្បទាដោយឱវាទរបស់ព្រះសម្មាសម្ពុទ្ធ3យ៉ាងដោយតែបានសម្ដែងក្នុងខ្សែអត្ថមុនហើយតែគ្រាន់តែថាបើកណាគុណម្ចាស់បានចាំនឹករលឹករឿយក៏អាចដើម្បីមានសេចក្តីជ្រះថ្លាហើយនឹងមានការសង្វេគថាក្នុងការដែលព្រះសាស្តាព្រះអង្គទ្រង់ត្រាស់សម្ដែងនៅព្រះឱវាទដល់ព្រះកស្សបៈថេរៈហ្នឹងគឺព្រះកស្សបៈថេរៈបានទៅជាភិក្ខុភាវៈពេញលក្ខណៈហើយក្នុងព្រះឱវាទនោះក៏មានព្រះឱវាទទី2ដោយជាប់តាក់ទងនឹងការស្ដាប់ព្រះធម៌នឹងគឺក៏បីសិក្សាថាអាត្មាអញនឹងផ្ទៀងនៅសត្វប្រសាទហ្នឹងស្ដាប់នៅព្រះធម៌ដោយកុសលចិត្តប្រមូលសេចក្តីនៃព្រះធម៌ទាំងអស់នឹងឯងទុកនៅក្នុងចិត្តដែលប្រព្រឹត្តទៅដែលជាកុសលក្នុងការស្ដាប់ហ្នឹងគឺកុសលក្នុងការស្ដាប់ព្រះធម៌ហ្នឹងបានស្រោបហុំរុំពាត់សេចក្តីនៃព្រះធម៌ហ្នឹងមិនឲ្យសេចក្តីនៃព្រះធម៌ហ្នឹងខ្ចាក់ខ្ចាយរ៉ាត់រែងគឺឲ្យនៅមូលក្នុងចិត្តដែលប្រព្រឹត្តទៅក្នុងការស្ដាប់ព្រះធម៌ហ្នឹងគឺព្រះអង្គមានព្រះឱវាទដើម្បីព្រះកស្សបៈនឹងឯងសិក្សាហើយអាចបានទៅជាភិក្ខុបានដោយមិនបានទទួលនៅបត្រៃសរណគមឬទទួលជាអេហេភិក្ខុឬថានឹងទទួលដោយការប្រកាសសង្ឃអីនឹងយ៉ាងណាគឺអត់បានទេនឹងតែជាភិក្ខុភាវៈទៀតនឹងជាព្រះថេរៈទី3បន្តអំពីព្រះសិរីបុត្រនិងព្រះមហាមោគលានមកនឹងហើយជាកម្ពូលលើភិក្ខុទាំងឡាយទៀតទេនឹងជាភិក្ខុហើយគឺជាកម្ពូលលើភិក្ខុទាំងឡាយផ្នែកខាងត្រួតត្រងនៅធុតាំងគគុណហើយនឹងផ្នែកខាងទូមានព្រានបដៅដល់ភិក្ខុទាំងឡាយក្នុងរឿងទុដងចឹងហើយនៅក្នុងព្រះឱវាទផ្សេងទៀតនោះដូចជាតាំងនៅហិរិអោតបៈដល់ពងពោះចំពោះភិក្ខុទាំងឡាយមិនថាភិក្ខុនឹងភិក្ខុថ្មីឬភិក្ខុកណ្ដាលឬភិក្ខុជាថេរៈចាស់វស្សាយ៉ាងណាគឺថាជាការតាំងនៅហិរិនិងអោតបៈគឺការខ្មាស់ខ្ពើមបាបហើយនិងការខ្លាចបាបហ្នឹងគឺការតាំងឲ្យបានខ្លាំងក្លាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ប្រទាននៅឱវាទដោយលើកយកហិរិនិងអោតបៈនេះឯងមកធ្វើជាធម៌ដែលមានឧបការៈនិងទាំងធម៌ដែលជាលោកបាលហើយធម៌ដែលអាចឲ្យព្រះកស្សបៈនឹងបានទៅជាភិក្ខុនឹងដោយសិក្សាទៅតាមឱវាទរបស់ព្រះសាស្តាដោយការខ្លាចបាបខ្មាស់បាបនឹងកណាគុណចាស់ទាំងដូច្នេះ
ព្រះធម៌ដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងមកនេះយើងក៏អាចដើម្បីមានសេចក្តីជ្រះថ្លានៅក្នុងការប្រព្រឹត្តបរិបត្តិតាមឱវាទរបស់ព្រះបរមសាស្តា ហើយនឹងមានសេចក្តីសង្វេគចំពោះទុក្ខទោសក្នុងវដ្តសង្សារដោយហេតុថាការមិនខ្មាស់បាបមិនខ្លាចបាបនឹងឯងហើយដែលនាំឲ្យមានសេចក្តីទុក្ខអស់កាលជាអង្វែងហើយណាមួយទៀតនោះក៏ព្រោះតែមិនបានស្ដាប់នៅព្រះធម៌ដោយកុសលចិត្តមិនបានគោរពក្នុងការស្ដាប់ព្រះធម៌ទៅសេចក្តីទុក្ខក្នុងវដ្តសង្សារនឹងមានអស់កាលជាអង្វែងនឹងដោយសេចក្តីសង្វេគណាទេហើយយ៉ាងទៀតនោះដែលជាព្រះឱវាទទី3គឺកបដីតាំងនៅកាយកតាសតិដែលព្រឹត្តទៅដោយសេចក្តីសុខចំពោះកាយកតាសតិនេះគឺបានដល់សតិប្រព្រឹត្តទៅក្នុងកាយនឹងទាំងដែលកាយប្រកបដោយមហាភូតរូប4នឹងយ៉ាងណាហើយអាស្រ័យនៅរូបកាយហ្នឹងក៏មាននាមកាយប្រព្រឹត្តទៅគឺតាំងនៅក្នុងភាពជាបុគ្គលមានសតិហើយនៅសុខក្នុងបច្ចុប្បន្នហ្នឹងអញ្ចឹងក៏បីសិក្សាដោយថាអាត្មាអញនឹងតាំងនៅកាយកតាសតិនឹងឯងដោយសេចក្តីសុខព្រះពុទ្ធឱវាទនេះគឺថាជាឱវាទល្អប្រសើរណាស់ដើម្បីថាជាការធ្វើនៅទីបំផុតនៃទុក្ខហើយបាននឹងអត់មានឱវាទយ៉ាងណាដើម្បីនឹងថាប្រព្រឹត្តទៅដោយសេចក្តីប្រាថ្នាដោយសេចក្តីត្រូវការក្នុងភពក្នុងវដ្តសង្សារឡើយនឹងដែលយើងគូមានសេចក្តីសង្វេគថាភព3នេះប្រៀបបីដូចជាភ្លើងដែលកំពុងឆេះភ្លើងកំពុងឆេះអីថាកំពុងឆេះផ្ទះស្បូវសន្ធោសន្ធៅនឹងយ៉ាងណាភព3នេះក៏មានសេចក្តីឧបមាដូចជាផ្ទះស្បូវដែលភ្លើងកំពុងឆេះយ៉ាងដូចឆ្នោតដែរទីព្រោះភព3នេះគឺមានការប្រព្រឹត្តទៅដោយបញ្ចខណ្ឌតែប្រព្រឹត្តទៅដោយបញ្ចខណ្ឌហើយបញ្ចខណ្ឌខណ្ឌនៃដែរនីមួយសុទ្ធតែជាទុក្ខទាំងអស់ព្រោះមិនទៀងជារបស់បែកធ្លាយមិនអាចដើម្បីជាសុខបានដែរនឹងហើយម្យ៉ាងទៀតចំពោះឧបាទានខណ្ឌដែលប្រព្រឹត្តទៅក្នុងភព3នេះជាអារម្មណ៍នៃអាសវៈកិលេសជាអារម្មណ៍នៃអកុសលធម៌ដូច្នេះកិលេសអកុសលធម៌ដែលជាភ្លើងរមែងឆេះនៅភព3នេះដែលជាលោកយៈក៏ឈ្មោះថាភព3ត្រូវភ្លើងឆេះយ៉ាងនេះឯងចឹងទៅបន្ទាប់អំពីការដែលបានឧបសម្បទាដោយទទួលនៅឱវាទ3យ៉ាងអំពីព្រះសាស្តាហើយក្នុងពេលនោះព្រះបរមគ្រូព្រះអរហន្តសម្មាសម្ពុទ្ធព្រះអង្គទ្រង់ក្រោកឡើងจากទីដែលព្រះអង្គទ្រង់គង់នៅដើមពហុបតកនិក្រូធនៃព្រំប្រទល់ក្រុងរាជក្រឹស្ននិងស្រុកនេលន្ទានៅពេលដែលព្រះសម្មាសម្ពុទ្ធទ្រង់ស្ដេចយាងដោយព្រះពុទ្ធលីលាព្រះថេរកស្សបៈនិមន្តតាមក្រោយមានទ្រង់ទ្រាយល្អណាស់ទៀតល្អណាស់សមរម្យណាស់ស្អាតណាស់នឹងស្អាតណាស់ប្រៀបបីដូចជាមេហង្សដែលហៅកាប់អាកាសវេហាបណ្ដើរកូនហង្សទៅទីក្រោយអញ្ចឹងនឹងឬក៏ប្រៀបបីដូចជាស្ដេចនៃរាជសីចេញដំណើរចរលីលាទៅយ៉ាងណាបណ្ដើរនៅកូនរាជសីតាមក្រោយហ្នឹងចឹងឬក៏ប្រៀបបីដូចជាសំពៅភេត្រាដែលចេញដំណើរទៅហើយមានកូនទូកសណ្ដោងទៅតាមអំពីក្រោយនឹងល្អណាស់ក្នុងដំណើរដែលព្រះរាមានុភាទ្រង់ដាច់យាងនិមន្តចេញអំពីទីកន្លែងដែលបានប្រទានឱវាទ3យ៉ាងដល់ព្រះកស្សបៈថេរៈនឹងទ្រង់ស្ដេចយាងទៅបានមួយសន្ទុះក៏ទ្រង់មានការសម្ដែងនៅព្រះអាការៈដើម្បីនឹងគង់នៅទីកន្លែងមួយដ៏សមគួរ
ព្រះកស្សបៈថេរៈទ្រង់ជ្រាបអធ្យាស្រ័យដោយន័យថាព្រះសាស្តាមានបំណងគង់ប្រថាប់យ៉ាងនេះក៏បានយកនៅសង្ឃាដីរបស់លោកទៅក្រាលជាអាសនៈថ្វាយព្រះរាមាវិជាព្រះអង្គគង់ប្រថាប់នៅក្នុងពេលនោះព្រះសាស្តាទ្រង់ប្រពនៅហេតុដែលជាអស្ចារ្យគឺព្រះអង្គទ្រង់យកប្រហោះស្ទាបច្របាច់សាច់សម្ពុតសង្ឃាដីនៃព្រះថេរៈរួចមានព្រះពុទ្ធដីកាថាសង្ឃាដីរបស់លោកសាច់ទន់ល្អណាស់ណោះព្រះថេរៈកស្សបៈទ្រង់ជ្រាបថាព្រះរាមានុភាមានព្រះពុទ្ធបំណងដើម្បីដណ្ដប់នៅចីវររបស់ខ្លួនយ៉ាងនេះក៏បានក្រាបទូលដល់ព្រះរាមានុភាថាបបិទ្ធព្រះអង្គដ៏ចម្រើនសូមព្រះអង្គទ្រង់ដណ្ដប់នៅចីវររបស់ខ្ញុំព្រះអង្គព្រះរាមានុភាព្រះអង្គទ្រង់ត្រាស់ថាមនាកស្សបៈចុះអ្នកបានអីដណ្ដប់ព្រះថេរៈឆ្លើយថាបបិទ្ធព្រះអង្គដ៏ចម្រើនបើខ្ញុំព្រះអង្គបាននៅចីវររបស់ព្រះអង្គខ្ញុំព្រះអង្គនឹងដណ្ដប់នៅពេលនោះព្រះរាមានុភាព្រះអង្គទ្រង់ប្រទាននៅចីវរដណ្ដប់របស់ព្រះអង្គឲ្យដល់ព្រះថេរៈហើយព្រះអង្គទ្រង់ដណ្ដប់នៅចីវររបស់ព្រះមហាកស្សបៈថេរៈការដូរផ្លាស់នៅចីវររបស់ព្រះអង្គជាមួយនឹងសាវកយ៉ាងនេះពុំដែលឆ្លប់មានឡើយនេះគឺជាលើកទី1ដែលនឹងអាចមានតែម្ដងគត់ចំពោះព្រះថេរៈដែលនឹងជាកម្ពូលលើភិក្ខុទាំងឡាយផ្នែកខាងទ្រទ្រង់នៅធុតាំងគគុណនៅក្នុងពេលហ្នឹងទាំងមិនមែនជាការលំអល្មមទេដែលព្រះរាមានុភាទ្រង់ប្រទាននៅចីវររបស់ព្រះអង្គឲ្យដល់សាវកផែនដីមិនអាចត្រឹមត្រួតនៅគុណយ៉ាងនេះបានដែរក៏អាចកម្រើកញាប់ញ័រនឹងក្នុងពេលដែលបានដូរផ្លាស់នៅចីវរហ្នឹងហាក់ដូចជានិយាយឡើងថាខ្ញុំព្រះអង្គមិនអាចត្រួតត្រងនៅគុណយ៉ាងនេះបានឡើយត្រង់ដែលព្រះអង្គទ្រង់ប្រទាននៅចីវរឲ្យដល់សាវកយ៉ាងនេះហ្នឹងចីវររបស់ព្រះអង្គដែលបានប្រទានឲ្យព្រះថេរៈកស្សបៈគឺជាចីវរដែលព្រះអង្គបានមកដោយការបាំងសកលមិនមែនបានមកដោយសារការបូជាការថ្វាយអំពីកហបតីណាឡើយដូច្នេះហើយព្រះថេរៈកស្សបៈលោកក៏មិនមានការតម្កើងខ្លួនមិនរឹងក្អឹងមិនមានអ្នកមិនអតិមានអ្នកដើម្បីមើលងាយអ្នកដទៃដោយអាស្រ័យថាព្រះសាស្តាបានប្រទានចីវរឲ្យយើងហើយបានដណ្ដប់នៅចីវរអំពីយើងព្រះថេរៈកស្សបៈដើម្បីតម្កល់ខ្លួនលោកឲ្យសមជាអ្នកទទួលនៅចីវរអំពីព្រះសុគតសាស្តាក៏បានចាប់សមាទាននៅធុដងគគុណនឹងគ្រប់ទាំង13នឹងចាប់តាំងពីថ្ងៃនោះមកដោយអាស្រ័យការដែលព្រះសាស្តាទ្រង់ប្រទាននៅចីវរបាំងសកលឲ្យដល់លោកនឹងនៅក្នុងធុដងនឹងយ៉ាងណាកណាគុណម្ចាស់ស្លាប់សិក្សានឹងបានជ្រាបហើយចាប់តាំងតែអំពីថ្ងៃដែលបានឧបសម្បទាដោយឱវាទ3យ៉ាងនឹងហើយ7ថ្ងៃកន្លងមកក៏បានអស់អាសវៈកិលេសបានទៅជាព្រះអរហន្តណាទេដែលមានព្រះនាមថាព្រះកស្សបៈថេរៈនឹងដោយសារថាការសិក្សាតាមឱវាទរបស់ព្រះបរមសាស្តាក៏អាចឃើញដល់ការកើតឡើងនិងការសូន្យទៅនៃសង្ខារធម៌ប្រហែលដូច្នេះគឺការកសាងអភិនិហាសេចក្តីជាយាមដ៏ខ្លាំងក្លាអស្ចារ្យរបស់លោកក្នុងសង្សារវដ្តប្រមាណ100,000កាត់មកឥឡូវបានដល់ទីបំផុតអីគណាទាំងនឹងខ្ញុំប្រកាសណាខ្ញុំបានសម្ដែងរៀបរាប់ប្រវត្តិរបស់ព្រះមហាកស្សបៈថេរៈណាទេនឹងចំណែកនាងផត្តាកាវេឡានី
ដែលបានបែកផ្លូវគ្នាជាមួយនឹងព្រះថេរៈក៏ជាការកំណត់មួយដ៏អស្ចារ្យដែលថាជាការបែកគ្នាជាគ្រាចុងក្រោយមិនមានឱកាសដើម្បីជួបគ្នាវិញដោយសេចក្តីស្និទ្ធស្នាលដោយការរាប់រកជាភរិយាស្វាមីអីទេដែលធ្លាប់ស្និទ្ធស្នាលរាប់រកជាភរិយាស្វាមីអស់រយៈកាល1សែនផែនដីមកហើយឥឡូវក៏ត្រូវបែកគ្នាដោយអំណាចការដែលបានបួសបាន10វិជាទាំងអស់គ្នារហូតដល់តែផែនដីមិនអាចត្រួតត្រងនៅទម្ងន់គុណរបស់អ្នកទាំងពីរនឹងបានគុណគឺជានាមធម៌ទេប៉ុន្តែធ្ងន់លើសភ្នំថ្មតាន់ក៏ផែនដីត្រួតរួចតែទម្ងន់គុណអ្នកទាំងពីរផែនដីកម្រើកញ័រដោយសារទម្ងន់គុណនឹងហើយក៏បានចេញទៅតាមផ្លូវខាងឆ្វេងនឹងចូលទៅកាន់សំណាក់ពួកបរិពាជិកាដែលជាអ្នកបួសដែរតែមិនទាន់បានចូលកាន់ព្រះពុទ្ធសាសនាហើយចំណេជេរកាម៉ោងដែលមានព្រះភិក្ខុនីក្នុងព្រះពុទ្ធសាសនាឧបនិស្ស័យក៏នាំព្រះនាងទៅកាន់សំណាក់នៃព្រះភិក្ខុនីបានឧបសម្បទាជាភិក្ខុនីហើយក៏បានសម្រេចទៅជាព្រះអរហន្តីអស់អាសវៈកិលេសនិងបរិនិព្វានផុតចាកអំពីភព3កណាគុណចាស់ញាតិញោមបងប្អូនប្រុសស្រីសេចក្តីនេះការដែលយើងអាចបានស្ដាប់ប្រវត្តិរឿងរ៉ាវនឹងក៏ដោយអំណាចគុណនៃព្រះថេរៈមានព្រះមហាកស្សបៈជាដើមនេះឯងដែលបានចងក្រងនៅធម៌វិន័យទាំងមូលនឹងយ៉ាងណាគឺដោយសារគុណរបស់ព្រះសង្ឃដោយសារគុណរបស់ព្រះថេរៈដែលយើងអាចមានសេចក្តីជ្រះថ្លាមានសទ្ធាជាដៃទទួលយកនៅសេចក្តីប្រវត្តិរឿងរ៉ាវរបស់ព្រះអរិយបុគ្គលស្ដាប់ទៅពីរោះបានយល់បានចូលចិត្តអំពីរឿងហេតុផលនៃជីវិតដែលប្រព្រឹត្តទៅយ៉ាងណាគឺមិនមែនចេះតែសម្រេចបានតាមសេចក្តីប្រាថ្នាដែលខ្លួនចង់ទេគឺអ្វីៗវាតើតែមានហេតុប៉ុន្តែកាលដែលមានបញ្ញាជាក់ច្បាស់ទៅសូម្បីអ្វីដែលកើតអំពីហេតុនោះទោះដែលធ្លាប់ពេញចិត្តឬទាស់ចិត្តនឹងក៏ដោយទីបំផុតក៏ត្រូវតែលះបង់ចោលទៅវិញទាំងអស់ដោយអំណាចនៃបញ្ញាដែលបានត្រាស់ដឹងថាជាអនត្តាមិនមែនជារបស់ខ្លួនគ្រាន់តែជារបស់ដែលកើតអំពីហេតុហ្នឹងក៏កំចាត់បងនៅចំណងសេចក្តីប្រាថ្នាដែលត្រូវការជាប់ជំពាក់ក្នុងសភាវៈធម៌នោះហើយក៏បានធ្វើនៅទីបំផុតទុកសម្រាប់ខ្លួនព្រោះតែផុតចាកអំពីសង្ខារធម៌ប្រវត្តិរឿងរ៉ាវរបស់ព្រះមហាកស្សបៈថេរៈនឹងក៏ល្មមប៉ុណ្ណឹងទេនៅសម័យថ្ងៃមួយដែលព្រះរាមាភិក្ខព្រះអង្គទ្រង់ប្ររពនៅកស្សបៈសង្យុត្តមាននៅក្នុងសង្យុត្តនិកាយណាទាំងកស្សបៈសង្យុត្តនឹងព្រះអង្គទ្រង់ប្ររពនៅប្រសូតដោយសេចក្តីថាព្រះថេរៈកស្សបៈនេះប្រៀបបីដូចជាប្រចាំដែលត្រាច់ទៅកាន់ត្រកូលដោយការបិណ្ឌបាតជាដើមនឹងជាបុគ្គលស្ងាត់កាយស្ងាត់ចិត្តឃ្លាតចាកនៅកិលេសដូច្នេះជាដើមដែលព្រះអង្គទ្រង់ត្រាស់សរសើរព្រះមហាកស្សបៈថាចូលទៅបិណ្ឌបាតក្នុងត្រកូលប្រៀបបីដូចជាប្រចាំចោលទៅកាន់ត្រកូលនៃផ្ទះនឹងចឹងដោយរស្មីត្រចះត្រចង់រុងរឿងហើយព្រះអង្គទ្រង់ស្ថាបនាថាជាកម្ពូលលើសភិក្ខុទាំងឡាយផ្នែកខាងត្រួតត្រងនៅធុតាំងកគុណជ្រាបហើយទាំងធុតាំងកហ្នឹងគឺមកពីធុតៈហើយនឹងអង្គៈធុតៈប្រែមកថាជាការកម្ចាត់នៅកិលេសអង្គនៃការកម្ចាត់នៅកិលេសដោយអំណាចអលោភៈដោយអំណាចអទោសៈដោយអំណាចអមោហៈនឹងសំដីមានបច្ច័យខ្លះដែលព្រះរាមាភិក្ខព្រះអង្គទ្រង់អនុញ្ញាតក៏ដោយតែក្នុងការដែលត្រួតត្រងនៅធុតាំងកគុណក៏មានការវានៅរបស់នោះនឹងដោយអំណាចសេចក្តីសន្តោសដោយអំណាចសេចក្តីប្រាថ្នាតិចដោយអំណាចការដកខាត់នៅកិលេសនឹងប៉ុណ្ណឹងជាដើមដោយអំណាចអលោភៈសំបីព្រះអង្គទ្រង់អនុញ្ញាតសំគូដល់ភិក្ខុប្រើប្រាស់អីក៏ដោយតែអាចវាបាននឹងហើយម្យ៉ាងទៀតដោយអំណាចអមោហៈគឺការមិនវង្វេងដើម្បីទៅប្រព្រឹត្តដោយអត្តកិលមដ្ឋានុយោគៈដើម្បីនឹងថាធ្វើខ្លួនឯងឲ្យទុកឲ្យលំបាក
ដែលមិនមែនជាផ្លូវប្រទៅដើម្បីព្រះនិព្វាននោះអាហ្នឹងដោយអំណាចអមោហៈគឺការមិនវង្វេងក៏កំចាត់បងនៅការប្រព្រឹត្តខុសហ្នឹងដូច្នេះគឺក្នុងការប្រព្រឹត្តទៅដោយការសមាធិនៅធុតាំងគៈនេះគឺមិនមែនជាការប្រព្រឹត្តទៅដើម្បីធ្វើខ្លួនឲ្យលំបាកឥតប្រយោជន៍ទេគឺជាការតាំងនៅក្នុងប្រយោជន៍ពិតប្រយោជន៍ដល់ក្រៃលែងប្រយោជន៍ក្នុងការដុសខាត់នៅកិលេសដោយអំណាចមានអមោហៈនេះឯងហ្នឹងចឹងដូច្នេះនៅក្នុងការរៀបរាប់ប្រវត្តិរបស់ព្រះថេរៈកណ្ណាគុណម្ចាស់មានសេចក្តីជ្រះថ្លាសម្រាប់បានជាបុណ្យកុសលយ៉ាងណាទៅតាមសេចក្តីជ្រះថ្លាខ្ញុំកណ្ណាខ្ញុំបាននឹងសម្ដែងនៅប្រវត្តិរបស់ព្រះអនុរុទ្ធតាមលំដាប់នៃឯកតតិកៈដែលសម្ដែងក្នុងអង្គុត្តរនិកាយឯកនិបាតព្រះអនុរុទ្ធព្រះអង្គជាកំពូលលើភិក្ខុទាំងឡាយផ្នែកខាងមានទិដ្ឋិចក្ខុផ្នែកទិដ្ឋទៀតនឹងផ្នែកទិដ្ឋអាចមើលឃើញរូបឆ្ងាយបានមើលឃើញយ៉ាងណាតាមសេចក្តីប្រាថ្នាដែលត្រូវការចង់ឃើញហើយបើថាស្ដាប់ឮគឺទិដ្ឋិសោតស្ដាប់ឮសំឡេងឆ្ងាយប៉ុណ្ណាក៏ស្ដាប់ឮបានព្រះអនុរុទ្ធនេះទៅតាមការជំនាញរបស់លោកគឺដោយទិដ្ឋិចក្ខុនឹងឯងនឹងដែលជាហេតុនាំឲ្យព្រះអង្គស្ថាបនាបានទៅជាឯកតតិកៈហើយនឹងទៅដោយឧបនិស្ស័យអំពីដើមរបស់លោកមានការរៀបរាប់ក្នុងសម័យនៃសាសនាព្រះសម្មាសម្ពុទ្ធបដិមុត្តរៈព្រះសម្មាសម្ពុទ្ធបដិមុត្តរៈដែលបានជាកព្រះកោណ្ឌញ្ញៈក្តីជាកព្រះកស្សបៈធេរៈក្តីឥឡូវក៏ក្នុងសម័យនៃព្រះសម្មាសម្ពុទ្ធបរមត្តរៈហ្នឹងកាលដែលព្រះអង្គទ្រង់ត្រាស់សម្ដែងនៅព្រះធម៌ក្នុងព្រះនគរហង្សវត្តីក្នុងសម័យកាលនោះក្តុំពីរម្នាក់ហ្នឹងគាត់ក៏បានទៅស្ដាប់ព្រះធម៌ដោយសេចក្តីជ្រះថ្លាបូជាទៅដោយការកម្រងគ្រឿងក្រអូបប៉ុន្តែក៏បានជួបប្រទះនៅការស្ថាបនាភិក្ខុមួយអង្គថាជាកម្ពូលលើភិក្ខុទាំងឡាយផ្នែកខាងទិដ្ឋិចក្ខុដែលព្រះសម្មាសម្ពុទ្ធបដិមុត្តរៈទ្រង់តែងតាំងក៏មានគំនិតនឹកគិតថាភិក្ខុនេះមានភាពជាធំណាស់ដែលថាជាកម្ពូលលើភិក្ខុទាំងឡាយដូច្នេះវាតែព្រះសម្មាសម្ពុទ្ធមួយអង្គចេញគឺមិនមានភិក្ខុណាប្រៀបស្មើបានឡើយឧបនិស្ស័យរួមជាមួយសេចក្តីជ្រះថ្លាក៏ប្រកបឡើងទៀតក្នុងតំណែងនឹងក៏បានចូលទៅក្រាបទូលអារាធនានិមន្តព្រះសាស្តាមួយអន្លើដោយភិក្ខុសង្ឃជាបរិវារ100,000 អង្គទទួលចង្ហាន់នៅនឹងផ្ទះរបស់គាត់ក្នុងថ្ងៃស្អែកឡើងហើយក៏អារាធនានិមន្តបន្តគ្នារហូតដល់7 ថ្ងៃបានគិតឃើញដូចអ្នកមុនដែរគិតថាតំណែងនេះមិនមែនតូចទេដូច្នេះត្រូវតែមានការធ្វើនៅមហាទានថ្ងៃទី7បានថ្វាយនៅចីវរដល់ព្រះសាស្តាមួយអន្លើដោយព្រះភិក្ខុសង្ឃហើយក៏តាំងសេចក្តីប្រាថ្នាយ៉ាងនេះឯងដើម្បីថាតំណែងជាកម្ពូលលើភិក្ខុទាំងឡាយក្នុងសាសនាព្រះសម្មាសម្ពុទ្ធនាអនាគតកាលនឹងព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ជ្រាបទៅដោយញាណក្នុងអនាគតហើយទៅទ្រង់ព្យាករណ៍ថាអ្នកនឹងត្រូវបានសម្រេចទៅតាមសេចក្តីប្រាថ្នាក្នុងសាសនាព្រះសមណគោតមដែលរាប់អំពីកាប់នេះទៅគឺនៅ100,000កាប់ទៀតក្នុងការនោះអ្នកនឹងបានជាកម្ពូលលើភិក្ខុទាំងឡាយផ្នែកខាងមានទិដ្ឋិចក្ខុសប្បាយត្រេកអររីករាយណាស់នៅក្នុងសាសនាព្រះសម្មាសម្ពុទ្ធបដិមុត្តរៈបានបំពេញបុណ្យកុសលច្រើនសពគ្រប់ប្រការរហូតដល់ព្រះសាស្តាបរិនិព្វានទៅទៀតដែលការបំពេញបុណ្យកុសលហូរហែមកហើយព្រះសម្មាសម្ពុទ្ធមានបច្ចុប្បន្ន100,000 ឆ្នាំមានតែតិចអីទៀត
ហើយកំពេញបនកសលចាក់ពោខែរាប់តែ10000ឆ្នាំមកដល់ទៅព្រះសម្មាសម្ពុទ្ធបរិនិព្វានទៅពពួកជនក៏នាំគ្នាកសាងនៅព្រះចេតិយដាក់ប្រធានរបស់ព្រះចិនស្រីព្រះរហន្តសម្មាសម្ពុទ្ធដែលព្រះចេតិយដាក់ប្រធាននោះគឺមិនបែកខ្ញែកទៅច្រើនកន្លែងឡើយគឺនៅជុំគ្នាទាំងអស់ក្នុងកាលនោះកដុំពីយើងនឹងគាត់ក៏បានចូលទៅក្រាបថ្វាយបង្គំដល់ភិក្ខុសង្ឃទូលសួរលោកថាបបិទ្ធតកណាគុណម្ចាស់ទាំងឡាយគ្រប់ព្រះអង្គតែខ្ញុំម្ចាស់នឹងបរិកម្មយ៉ាងណាដើម្បីជាហេតុនៃទិព្វចក្ខុពាក្យថាបរិកម្មហ្នឹងគឺថាធ្វើនៅអំពើជុំវិញទិព្វចក្ខុហ្នឹងតើត្រូវធ្វើអំពើអីព្រះសង្ឃទាំងឡាយក៏មានព្រះសង្ឃដីកាថាចូលអ្នកថ្វាយនៅប្រទីបភ្លើងចុះក្នុងកាលនោះក៏ដំពីសบายចិត្តណាស់ត្រឡប់មកផ្ទះវិញចាត់ចែងធ្វើជាដួងប្រទីប1000ដើមយកទៅបូជាដល់ព្រះចេតិយនៅក្នុងសាសនាព្រះសម្មាសម្ពុទ្ធបរមត្តរៈនឹងក្នុងន័យសេចក្តីថាគាត់បានឲ្យនៅប្រទីបនឹងសំដូចព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថាទីបតោចក្ខុតោហោតិអ្នកដែលឲ្យនៅប្រទីបឈ្មោះថាឲ្យនៅភ្នែកហើយភ្នែកនេះភ្នែកធម្មតាក៏ល្អហើយរហូតបានដល់ទៅភ្នែកទឹកទៀតផងព្រោះថាបុគ្គលដែលមានភ្នែកល្អក៏ពិតមែនប៉ុន្តែនៅពេលយប់មិនអាចមើលរូបអ្វីឃើញឡើយប៉ុន្តែដល់តែអ្នកឲ្យនៅភ្លើងឲ្យនៅពន្លឺឲ្យនៅប្រទីបគឺអាចដើម្បីឲ្យអ្នកមានភ្នែកនឹងមើលឃើញរូបបាននេះឈ្មោះថាឲ្យភ្នែកដល់អ្នកដទៃហើយបើសិនជាមិនមានភ្លើងទេមានមើលអីឃើញដូច្នេះយើងឲ្យការឃើញដល់អ្នកដទៃកាលណាបើបុគ្គលឲ្យអ្វីដល់គេក៏រមែងសន្សំនៅអ្វីនោះទុកក្នុងចិត្តដោយអំណាចចេតនាកម្មហ្នឹងអញ្ចឹងការស្រែករង្គត់នៅក្នុងវដ្តសង្សារមានសុគតិភពទេវលោកនឹងយ៉ាងណាទៅតាមអំណាចនៃអំពើកម្មដែលបានធ្វើជាបុណ្យជាកុសលហ្នឹងក្នុងការរំលងទៅមួយសែនផែនដីចឹងក្នុងសាសនាព្រះសម្មាសម្ពុទ្ធកស្សបៈនឹងក្នុងផតកັບហ្នឹងកាលដែលព្រះសម្មាសម្ពុទ្ធកស្សបៈដែលមានប្រជញ្ញ20000ឆ្នាំហើយបរិនិព្វានទៅពពួកជនទាំងឡាយក៏បានកសាងព្រះចេតិយកម្ពស់1យោជន៍ដែលជាចេតិយមាសក៏ទៅដោយឥដ្ឋមាសដាក់នៅព្រះធាតុព្រះអដ្ឋិធាតុនៃព្រះសាស្តាក្នុងកាលនោះឧបនិស្ស័យនៃក្តំពីដែលបានទៅកើតជាទេវតាវិលវល់ចុះមកក៏បានកើតជាក្តំពីម្ដងទៀតបានកើតជាក្តំពីម្ដងទៀតឧបនិស្ស័យដែលធ្លាប់សន្សំមកហ្នឹងនាំបណ្ដាលឲ្យចិត្តនេះឯងដោយអំណាចឧបនិស្ស័យជាបច្ច័យហ្នឹងចង់ដើម្បីធ្វើប្រទីបនឹងឯងបូជាដល់ព្រះចេតិយក្នុងពេលនោះក៏បានកសាងនៅផ្ទះឬក៏ជាឆ្នាំងភាជនៈយ៉ាងវិចិត្រល្អទាំងដែលរៀងដូចជាឆ្នាំងរៀងដូចជាផ្ទះហ្នឹងធ្វើអំពីសម្រិតសុទ្ធទាំងហើយទៅដាក់ប្រេងយ៉ាងល្អនៅក្នុងភាជនៈនោះប្រេងដែលអាចដុតឆេះបានហើយក៏ដាក់ប្រឆេះកណ្ដាលភាជនៈហ្នឹងមិនត្រឹមតែប៉ុណ្ណឹងទេក៏បានធ្វើជាប្រទីប1000ប្រទីបដាក់ជុំវិញមាត់ភាជនៈហ្នឹងនៅពេលដែលបានអុជឆេះឡើងទាំងប្រទីបកណ្ដាលភាជនៈទាំងប្រទីបជុំវិញដែលជាប់តគ្នា1000ដូច្នេះភាជនៈនឹងធំណាស់ទៀតនឹងក្នុងមនុស្សសម័យអាយុ20000ឆ្នាំនឹងធំមិនត្រឹមតែប៉ុណ្ណឹងទេគាត់ក៏បានទូលនៅភាជនៈនោះឯងដើរប្រតិសិនព្រះចេតិយនៃព្រះសម្មាសម្ពុទ្ធមួយយប់វាស់ព្រឹកទៀតដែលព្រះចេតិយមានកម្ពស់1យោជន៍ហ្នឹងធំដើរតម្រង់ទៅជុំមួយយប់វាស់ព្រឹកទូលភាជនៈប្រទីបនឹងឯងជុំវិញព្រះចេតិយដោយសេចក្តីជ្រះថ្លាញ៉ាំងបេតិឲ្យកើតឡើងបន្តនឹងដោយការបូជាប្រទីប
វាយដល់ប្រចែកដីហើយឧបនិស្ស័យដែលបានឲ្យនៅប្រតិបបូជាប្រតិបយ៉ាងនេះគឺដោយអំណាចថាបានសាសួរដល់ព្រះសង្ឃទាំងឡាយអំពីបរិកម្មអំពើជុំវិញទឹកចក្ខុនឹងឯងចឹងឧបនិស្ស័យនឹងវាជាប់តមកទាំងមនុស្សយើងម្នាក់ជាប់ឧបនិស្ស័យផ្សេងគ្នានឹងចឹងបានថាគួរតែសម្លឹងមើលគ្នាដោយមេត្តាដោយការរាប់អាននឹងគួរតែមានមេត្រីភាពដល់គ្នានឹងគ្នាដែលថាជាមនុស្សនឹងឬសំបីជាសត្វតិរិឆានយ៉ាងណាក៏គួរតាំងនៅមេត្តាការរាប់អាននិងករុណាដល់សត្វនឹងព្រោះថាការដែលសត្វលោកកើតមកទោះជាមានអធិស្រ័យផ្សេងគ្នាយ៉ាងណាក៏គង់តែមានសេចក្តីប្រាថ្នាឲ្យរួចផុតអំពីទុក្ខចង់បានសុខសម្រាប់ខ្លួនដែរនឹងការអស់ជីវិតអំពីកដុំពីរនឹងដែលបានបូជាប្រតិបដល់ព្រះសម្មាសម្ពុទ្ធកស្សបៈដែលបានកនៅប្រចែកដីដាក់ព្រះសិរីរកធាតុរបស់ព្រះអង្គនឹងអស់ជីវិតទៅកាន់ទេវលោកទាំងអស់កាលដ៏យូរអង្វែងក្នុងសុគតិភពរហូតដល់ចន្លោះនៃព្រះពុទ្ធសាសនាទាំងពីរព្រះអង្គហ្នឹងគឺព្រះពុទ្ធកស្សបៈនិងព្រះសមណគោតមបរមគ្រូនៃយើងការអន្តោលក្នុងវដ្តសង្សារហើយម្យ៉ាងទៀតការដែលនៅជាបឋិជនបដិសន្ធិក៏ជាភារៈធ្ងន់មិនមែនចេះតែចម្រុងចម្រើនមិនមែនចេះតែបានជាសិទ្ធិជាព្រះរាជាជានិមឺនមុខមន្ត្រីអីណាវត្តសង្សារមានការរៀបចំទៅតាមអំពើកម្មដែលបានធ្វើជួនក៏កម្មល្អខ្លាំងជួនក៏កម្មល្អតិចជួនក៏បានអកុសលយ៉ាងណាដូច្នេះបានថាក្រុមពីរនឹងដែលគាត់ចុតិចាកពីទេវលោកមកស្រាប់តែធ្លាក់ខ្លួនយ៉ាងខ្លាំងទៀតកើតទៅជាអ្នកបម្រើសុមនៈសិទ្ធិដោយសេចក្តីថាការដែលបម្រើលោកសិទ្ធិគ្រាន់តែបាយមួយពេលពីរអ្នកប្តីប្រពន្ធគ្នាគាត់នឹងគឺជាអ្នកកំសត់ណាស់មានឈ្មោះថាអन्नភារៈគឺថាមានបាយនឹងជាភារៈអំណាំងបាយđóទៀតអនោចំណោអន្តភារៈហ្នឹងគឺថាមានបាយជាភារៈគឺបានអីថាជាភារៈធ្ងន់ណាស់ក្នុងការស្វែងរកអាហារសម្រាប់រស់ដែលយើងចិត្តតែមានពោពះដោយអំណាចបន់ទៅជួនកាលភ្លេចបន់ហ្នឹងដែលនាំឲ្យបានបាយទៀតមិនខ្វល់ខ្វាយបំពេញបន់ទេនឹកចង់ពិសាអីក៏បានចង់ឲ្យតែឃ្លានអានពិសាដោយមិនដឹងថាបានបាយពិសាហ្នឹងមិនមែនបានដោយងាយឡើយគឺបានដោយសារបន់ខ្លាំងខ្លាណាស់ហ្នឹងដូច្នេះគួរតែប្រយ័ត្នប្រញាប់ដើម្បីសន្សំនៅពូជបន់ក្នុងកំណើតជាមនុស្សនេះដែលវាមិនទាន់ធ្លាក់ទៅកាន់ទុគតិភពយ៉ាងណាហើយបន្តការស្ដាប់ព្រះធម៌និងបប្រតិបត្តិព្រះធម៌ក្នុងសុគតិភពរហូតបានដល់ទីបំផុតទុកហ្នឹងចឹងមិនមែនជារឿងងាយមិនមែនជារឿងដែលយើងអាចដើម្បីប្រមាថបានទេក្នុងកំណើតជាមនុស្សសំដីសម្ពុតក៏អាវស្លៀកពាក់ចិត្តសម្បែងទីកន្លែងយើងគួរតែចេះពិចារណាកុំចេះតែទាស់កុំចេះតែខឹងកុំចេះតែក្រោធដោយគ្រាន់តែមានវិបត្តិឬឧបសគ្គឬការរំខានបន្តិចបន្តួចនឹងដែលយើងកើតមកជាមនុស្សប៉ុណ្ណឹងយើងទៅរើសអើងអីពេកទៀតហើយបើនៅក្នុងកំណើតអបាយភូមិនឹងយើងបានសុខមកពីណាដើម្បីថាយើងអង្គុយស្ដាប់ធម៌កើតស្លៀកពាក់ក៏អាវផ្ទះសម្បែងទីកន្លែងនឹងបានមកពីណាដែលយើងបានមកជាមនុស្សនេះហើយទោះជាមានរឿងអីដែលមិនសមគួរសម្រាប់យើងនោះក៏គួរតែទ្រាំក៏គួរតែអត់ធន់ហើយយើងកាន់យកនៅកំណើតជាមនុស្សនេះឲ្យជាធំដើម្បីប្រព្រឹត្តនៅកុសលធម៌ទោះជាមានពេលខ្លះដែលវាអាចដើម្បីថាយើងតែងតែទាស់ចិត្តមកហ្នឹងក៏យើងបញ្ឈប់ការទាស់ចិត្តហ្នឹងទៅព្រោះអីពីព្រោះថាកិច្ចការងារក្នុងកំណើតជាមនុស្សវាតែមាននៅបញ្ហាជាធម្មតាប៉ុន្តែរឿងសំខាន់គឺការដែលយើងបានជាមនុស្សទោះជាណាមានច្រើនយ៉ាងណាក៏មិនជាបញ្ហាអីសម្រាប់យើងជាមនុស្សនឹងទោះជាអ្នកណាស្ដីឲ្យខ្លះឬទោះជាពេលខ្លះលំបាកមិនមាន
ផ្ទះនៅឬក៏មិនមានរបស់ឆ្ងាញ់ឬក៏មិនមានស្បែកជើងពាក់ឬក៏មិនមានអីជិះយ៉ាងណាអត់ជាបញ្ហាក្នុងកំណើតមនុស្សទេព្រោះកំណើតមនុស្សនៅឲ្យត្រឡង់គួរដល់ការបំពេញបុណ្យកុសលកើតយើងមានតែអន់ទៅចិត្តអីទៀតហើយវាមានទៅលំបាកអីដោយឋាននរកដែលយើងធ្វើដំណើរក្តៅមកប៉ុណ្ណេះគ្មានអីដែលគួរឲ្យអន់ទៅចិត្តក្តុកក្តួលរំជួលចិត្តអីត្រង់ដែលថាក្តៅឬក៏អត់ទឹកភ្លៀងអីហ្នឹងយ៉ាងណាគឺมันមានជាការរំខានអីឡើយព្រោះយើងបានកើតជាមនុស្សហើយការងារសំខាន់គឺបុណ្យកុសលអានឹងបើដល់ពេលវេលាស្លាប់ថ្ងៃណាក៏ស្លាប់តែព្រោះបុណ្យកុសលដែលយើងបានធ្វើហើយសំបីរស់នៅមួយថ្ងៃក៏ប្រសើរជាងរស់នៅអស់រយនៃឆ្នាំដែលមិនបានធ្វើបុណ្យដូច្នេះវាមិនមែនសំខាន់អីត្រង់រស់យូរទេសំខាន់គឺថាសំបីមួយថ្ងៃក៏ដោយឲ្យតែមានការអប់រំចម្រើនបញ្ញាមានការព្យាយាមគឺប្រសើរហើយទាំងអានឹងចឹងអីដល់តែមើលគាត់បានកើតមកជាមនុស្សប៉ុន្តែជាអ្នកកំសត់ណាស់ទាំងនឹងកំសត់អញ្ចឹងបំរើសុមនៈសិទ្ធិសុមនៈសិទ្ធិនឹងក្នុងពេលនោះព្រះបច្ចេកពុទ្ធទាំងព្រះបច្ចេកពុទ្ធឧបរិទ្ធៈមានព្រះនាមឧបរិទ្ធៈបានចេញអំពីនិរោធសមាបត្តិមកព្រះបច្ចេកពុទ្ធទ្រង់ពិចារណាបុគ្គលដែលគួរដល់ការប្រោសព្រះបច្ចេកពុទ្ធនិយមប្រោសបុគ្គលក្រខ្សត់ទាំងព្រះបច្ចេកពុទ្ធនឹងច្រើនតែអញ្ចឹងដល់តែជ្រាបពិចារណាទៅដឹងអនៈណែភារៈនឹងកំសត់ណាស់ហើយមានឧបនិស្ស័យគួរតែប្រោសបានវឹងមកតាមអាកាសចុះច្រប់នៅនឹងតាមផ្លូវដែលអនៈភារៈចេញអំពីព្រៃរែកអស់រែកស្មៅមកបំរើសិទ្ធិទាំងរែកអស់រែកស្មៅឲ្យគិតមកថាទៅជួបព្រះបច្ចេកពុទ្ធលោកម្ចាស់បានចង្ហាន់ហើយនៅព្រះបច្ចេកពុទ្ធត្រាស់ថាអាត្មានឹងបានអំពីអ្នកដែលមានបុណ្យមិនត្រាស់ថាបានទេអាត្មានឹងបានអំពីអ្នកដែលមានបុណ្យឯនោះទៅមើលវឹកបាតទេស្ទុះវឹងទៅផ្ទះទៅរកប្រពន្ធកំសត់របស់គាត់នឹងខ្ទមកត្រានឹងគាត់មានផ្ទះរបស់គាត់តែផ្ទះគ្រាន់តែដំបូលជ្រក់ក៏មិនចិត្តដែរនឹងពីអ្នកនឹងបំរើសិទ្ធិដើម្បីបានបាយមួយឆ្អែតទេទៀតទៅដល់ទៅសួរថាម្នាលនាងដល់ចម្រើនចំណែកបាយរបស់យើងបានមកហើយនៅថាបបិទ្ធអ្នកប្រុសបានមកហើយបាយរបស់យើងទាំងពីរចំណែកហ្នឹងចឹងហើយក្នុងពេលនោះអនៈភារៈហ្នឹងក៏បានលួងលោមភរិយាថាកាលដែលយើងកំសត់កំរយ៉ាងនេះក៏ព្រោះតែខ្វះបុណ្យអំពីជាតិមុនមកឥឡូវយើងគួរតែបានបំពេញលើបុណ្យហើយមិនងាយបានជួបទេពេលខ្លះយើងមាននៅទេយធម៌ប៉ុន្តែខ្វះបដិគិអកៈពេលខ្លះមានបដិគិអកៈយើងខ្វះទេយធម៌ឥឡូវនេះបដិគិអកៈមានទេយធម៌របស់មានគួរនាងដល់ចម្រើនដូចជាដល់លោកម្ចាស់ដែលជាព្រះបច្ចេកពុទ្ធនាងក៏ព្រមចឹងក៏រត់វឹងទៅយកបាតមកក៏ចាក់បាយទាំងពីរចំណែកហ្នឹងទាំងខ្លួនឯងទាំងរបស់ប្រពន្ធហ្នឹងចូលក្នុងបាតហើយរត់វឹងទៅប្រកេនដល់ព្រះបច្ចេកពុទ្ធមានសម្ពុតដណ្ដប់មួយបងកកទៅហ្នឹងក៏ក្រាលជាអាសនៈនិមន្តឲ្យព្រះបច្ចេកពុទ្ធឆាន់នៅលើកម្រាលរបស់គាត់ទៀតនឹងព្រះបច្ចេកពុទ្ធឆាន់រួចហើយក៏បានត្រង់ទឹកលាងប្រហោះលាងបាតប្រកេនព្រះបច្ចេកពុទ្ធដោយសេចក្តីជ្រះថ្លានឹងក្នុងការដែលអាចដើម្បីបំពេញបុណ្យកុសលជាមួយព្រះបច្ចេកពុទ្ធដែលជាតេខណៃបុគ្គលដ៏ប្រសើរហើយទៅតែចេញអំពីនិរោធសមាបត្តិផងនឹងអញ្ចឹងបុណ្យនឹងគឺថាមានកម្លាំងខ្លាំងណាស់ទៀតអាចឲ្យផលក្នុងថ្ងៃនឹងបានគ្រាន់តែបានថ្វាយបាតអីសពគ្រប់ហើយព្រះបច្ចេកពុទ្ធនឹងហត់តានុមោទនាហើយទ្រង់និមន្តទៅដោយដំណើរប្របាទមិនហោះមិនអីទេព្រោះនៅមានកិច្ចបន្តទៅខ្លះទៀតទៀតដោយក្នុងពេលនោះទេវតានៅនឹងស្វេតឆ័ត្ររបស់សុមនៈសិទ្ធិដែលស្វេតឆ័ត្រហ្នឹងព្រះរាជាប្រទានឲ្យព្រះរាជានគរពរាណសីណាទៀតប្រទានឲ្យដើម្បីជាតំណែងសិទ្ធិត្រូវមានឆ័ត្រសិទ្ធិហើយមានទេវតាអាស្រ័យនៅនឹងស្វេតឆ័ត្រនេះស្រាប់តែឲ្យពួរសិក្សាទៅការទៀតដល់អនៈភារៈនឹងឯងដែលបានធ្វើទានក្នុងពេលហ្នឹងឲ្យពួរសិក្សាទៅការ
ហើយលឺដល់ទៅលោកសិទ្ធិនឹងទៀតមិនមែនឲ្យស្ទឹកឬមនុស្សមិនលឺណាមនុស្សតិចធម្មតាស្ដាប់លឺដល់ទៅលឺអញ្ចឹងដឹងថាជាទេវតាឲ្យពួរសព្វសាធុការដល់អនៈភិរៈនឹងអញ្ចឹងក៏បានពោលតទៅនឹងទេវតាចុះលោកទេវតាឯងនឹងមិនដែលឃើញខ្ញុំធ្វើទានទេសុមនៈសិទ្ធិគាត់ឲ្យទានជាប្រចាំដែរតែរាល់តែថ្ងៃប៉ុន្តែដល់ស្មងយើងចော့លាក់កំសត់ទូគាត់ពីណាពីណីអីមកហើយគាត់ពោលទៅទេវតាថាដែលខ្ញុំធ្វើជានិច្ចកាលរាល់ថ្ងៃមិនក៏លោកទេវតាឯងមិនឲ្យពួរសព្វសាធុការផងទេវតាឆ្លើយថាយើងខ្ញុំមិនឲ្យពួរសព្វសាធុការទេព្រោះថាមិនមែនជាទេពន័យបុគ្គលដ៏ប្រសើរប៉ុន្តែអនៈភិរៈនេះដែលបានធ្វើនៅក្នុងបាយដែលជាចំណែករបស់ខ្លួនក្នុងមួយពេលហ្នឹងជាមួយនឹងទេពន័យបុគ្គលដ៏ប្រសើរទៅយើងអនុមោទនាឲ្យពួរសព្វសាធុការដល់អនៈភិរៈយ៉ាងនេះឯងលោកសិទ្ធិក៏សង្វេគចឹងក៏សង្វេគថាមនុស្សរាប់រយរាប់ពាន់ម៉ឺននាក់ដែលមកទទួលទានអំពីគាត់ប្រៀបជាមួយនឹងគុណព្រះវិជ័យកពុទ្ធអត់បានទេទៀតព្រះវិជ័យកពុទ្ធមួយអង្គមានគុណច្រើនជាងមនុស្សរាប់ម៉ឺនសែននាក់មានគុណច្រើនប្រមាណមនុស្សច្រើនម៉ឺនប៉ុណ្ណាក៏យកទៅស្មើនឹងគុណព្រះវិជ័យកពុទ្ធមិនបានដោយសារថាជាមនុស្សដែលនៅមានកិលេសនឹងចឹងដូច្នេះដែលទេវតាឲ្យពួរសព្វសាធុការនឹងត្រឹមត្រូវហើយព្រោះវិជ័យកពុទ្ធមួយព្រះអង្គនេះទុកស្មើនឹងមនុស្សក្នុងនគរច្រើននគរច្រើនអ្នកណាស់ដែលជាមនុស្សមិនមានគុណធម៌ដូចហ្នឹងណាទៀតហ្នឹងក្នុងពេលហ្នឹងសមណៈសេដ្ឋីហ្នឹងសមណៈសេដ្ឋីគាត់គិតថាយីបើបាយប៉ុណ្ណឹងរបស់អនៈភិរៈនឹងមានតម្លៃដល់ទៅទេវតាឲ្យពួរសព្វសាធុការលើសពីឯងធ្វើប្រហែលខែប្រហែលឆ្នាំមកអញ្ចឹងគិតទិញបាយអនៈភិរៈហ្នឹងណាគិតទិញបណ្ឌបាតហ្នឹងហើយអនៈភិរៈមកសាកសួរទៅអ្នកឯងបានធ្វើទាននៅក្នុងថ្ងៃហ្នឹងបានលោកសិទ្ធិខ្ញុំបានធ្វើទានដល់លោកម្ចាស់មួយអង្គដល់ប្រសើរបើអញ្ចឹងអ្នកឯងលក់បណ្ឌបាតហ្នឹងឲ្យយើងមកយើងឲ្យ100កហបណៈថាទេបុណ្យរបស់ខ្ញុំម្ចាស់ក្នុងពេលនេះមិនអាចលក់បានដែរមិនអញ្ចឹងឲ្យ200ក៏មិនលក់ឡើងដល់500ក៏មិនលក់ឡើងដល់1000ក៏មិនលក់អត់លក់ទេស្វាត់ស្វាញលើកនេះអត់លក់ទេលោកសេដ្ឋីក៏ថាបើអញ្ចឹងបើមិនលក់ទេអ្នកឯងយក1000ហាប់នឹង1000កហបណៈនឹងទៅចុះគ្រាន់តែចែកចំណែកបុណ្យនឹងឲ្យយើងមកយីចែកចំណែកបុណ្យចែកចំណែកចេះហើយចែកចំណែកបុណ្យនឹងខ្ញុំមិនទាន់ដឹងទេចាំមើលខ្ញុំទៅសួរព្រះថេរៈសិនទៅសួរលោកម្ចាស់សិននៅទៅសួរទៀតបើថាគួរចែកជូនលោកសិទ្ធិបានចែកបើមិនគួរខ្ញុំអត់ចែកទេខ្ញុំទៅសួរសិនហ្នឹងបានរត់ជើងតបាញ់ដេញតាមព្រះវិជ័យកពុទ្ធមកហ្នឹងហើយព្រះវិជ័យកពុទ្ធព្រះអង្គជ្រាបរឿងហ្នឹងបានជាមិននិមន្តហោះមកធ្វើដំណើរនិមន្តដើរបន្តិចចាំឲ្យអនៈភិរៈហ្នឹងតាមមកសួរបានជាអនៈភិរៈហ្នឹងរត់មកតន់ក្រាបថ្វាយបង្គំទូលសួរបបិទ្ធលោកម្ចាស់ដល់ចម្រើនឥឡូវលោកសិទ្ធិហ្នឹងសុំចែកចំណែកបុណ្យអំពីខ្ញុំដោយឲ្យប្រាក់1000កហបណៈហ្នឹងតើខ្ញុំម្ចាស់ហ្នឹងគួរចែកឲ្យឬក៏មិនគួរទេបានព្រះវិជ័យកពុទ្ធត្រាស់ថាសេចក្តីនេះប្រៀបបីដូចជានៅនឹងផ្ទះរបស់អ្នកមានដួងប្រទីបមួយដើមតែប៉ុណ្ណោះកាលដែលអ្នកស្រុកអ្នកភូមិរាប់រយផ្ទះបានយកប្រទីបមកអុជបន្តអំពីប្រទីបរបស់អ្នកតើប្រទីបរបស់អ្នកអស់ដែរទេគ្រាន់តែប៉ុណ្ណឹងឯនោះចេះមកចេះដឹងថាបន់ហ្នឹងឲ្យទៅមិនអស់ទេហើយថែមទាំងភ្លឺប្រងព្រាតដែលបានអុជបន្តទៅនឹងចឹងព្រះបច្ចេកពុទ្ធក៏ទ្រង់ត្រាស់អំពី